ជំរាបសួរបងប្អូនអរគ្នាជំរាបសួរបងប្អូននៅពេលនេះខ្ញុំលើកទស្សនៈមួយពាក់ព័ន្ធទៅនឹងការសិក្សាបងប្អូនដែលរៀនចប់នៅក្នុងកម្រិតណាមួយហើយបងប្អូនមានបំណងចង់បន្តការសិក្សាទៀតសូមបងប្អូនបំពេញក្តីប្រាថ្នារបស់បងប្អូនបន្តការរៀនសូត្រទៀតតាមចំណង់ចំណូលចិត្តដែលអ្វីដែលបងប្អូនចង់រៀនបងប្អូនបន្តរៀនទៀតបងប្អូនកុំគិតថារៀនចប់ជំនាញទាំងអស់នោះបងប្អូនទទួលបានលទ្ធផលជាការងារឬមុខរបរទៅតាមជំនាញបងប្អូននោះឬអត់កុំតន់គិតដល់កម្រិតហ្នឹងបងប្អូនគិតថារៀនសិនបងប្អូនរៀនឲ្យបានចាប់ចុងចាប់ដើមអ្វីដែលជាក្តីប្រាថ្នារបស់បងប្អូនអរគ្នាសិនបងប្អូនរៀនចេះអ្វីទាំងអស់នោះបងប្អូនបន្តរៀនទៅទៀតចង់រៀនអីបងប្អូនរៀនបន្តទៀតកុំគិតថារៀនហើយលទ្ធផលនៃការរៀននឹងបានអ្វីបំពេញសំខាន់បងប្អូនសំខាន់គឺយើងរៀនចេះសិនបងប្អូនយើងរៀនចេះសិនយើងរៀនចេះហើយបងប្អូនយកការគិតពិចារណានៅលើជំនាញបងប្អូនដែលបងប្អូនបានរៀនទៅតាមមហាវិទ្យាល័យឬក៏បងប្អូនរៀនវិជ្ជាជីវៈអីផ្សេងហ្នឹងបងប្អូនគិតពិចារណាថាបងប្អូននឹងយកចំណេះទាំងអស់នោះប្រើប្រាស់ដោយមានប្រសិទ្ធភាពសម្រាប់ខ្លួនឯងដោយរបៀបណាបងប្អូនពិចារណាចំណុចនេះគឺបងប្អូននឹងរកវិធីដោះស្រាយបានដូច្នេះកុំបាក់ទឹកចិត្តក្នុងការរៀនសូត្របងប្អូនបន្តរៀនសូត្របន្តទៀតរៀនសូត្រឲ្យដល់កម្រិតមួយដែលខ្ពស់បំផុតតាមដែលអាចធ្វើបានបន្ទាប់មកយកចំណេះដឹងដែលបងប្អូនរៀនទាំងអស់នោះធ្វើការវិភាគនិងវិតម្លៃថាតើបងប្អូននឹងធ្វើអ្វីបន្តទៀតបងប្អូនកុំគិតមុនបងប្អូនកុំគិតមុនថាមិនតាន់រៀនផងគិតថារៀនហើយចប់បានលទ្ធផលអ្វីកុំតាន់គិតចំណុចហ្នឹងបងប្អូនគប្បីគិតថារៀនសិនបងប្អូនរៀនអ្វីដែលបងប្អូនស្រឡាញ់ចូលចិត្តចំណង់ចំណូលចិត្តបងប្អូនរៀនសិនរៀនឲ្យចប់ហើយចាំយកចំណេះដឹងដែលមាននោះផ្សារភ្ជាប់ទៅនឹងការគិតពិចារណាសម្រេចចិត្តថាខ្លួននឹងធ្វើអ្វីបំពេញក្តីស្រមៃដែលខ្លួនចង់បានបាទអរគុណបងប្អូនអរគ្នាជម្រាបលា